Chaya Suha Sapa ថ្ងៃនេះថ្ងៃជាវេលាល្អសែនក្រុងពលីដើម្បីបញ្ចប់ធម្មសិលាបើកការដ្ឋានសាកសង់អគារមន្ទីរពេទ្យអន្តរជាតិ VO ចាក់តមុខបច្ចុប្បន្នជោគបានជ័យបានសុខសួស្តីពិតប្រាកដមែនណាលើបបហេតុបេសកកម្មរួមនឹងការស្រឡាញ់ពិតចេញពីបេះដូងនាងខ្ញុំមានជំនឿយ៉ាងមុតមមថាមន្ទីរពេទ្យអន្តរជាតិ VO ចាក់តមុខនឹងត្រូវបានទទួលស្គាល់ជាមន្ទីរពេទ្យប្រកបដោយគុណភាពនិងទំនុកចិត្តស្របតាមប្រសាសន៍ណែនាំផ្ទាល់របស់សម្ដេចតេជោបានលើកទឹកចិត្តថាគាំទ្រពេញទំហឹងលើការវិនិយោគនេះប្រជាជនដែលមានប្រាក់ចំណូលសមល្មមនឹងទៅរកពេទ្យក្នុងស្រុកជាជាងទៅព្យាបាលនៅក្រៅប្រទេស